ជំរាបសួរដល់អតិថិជន Ford ទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញរបៀបការកំណត់កុងទ័ររបស់ Ford LT XL Vectra អញ្ចឹងដើម្បីកំណត់កុងទ័រដែលយើងអាចមើល trip ទី1យើងជិះបានប្រមាណ 1000 គីឡូហើយជាមធ្យម1ម៉ោងបងជិះប្រមាណគីឡូហើយ100គីឡូវាស៊ីប្រមាណលីត្រហើយកន្លែងម៉ោងហ្នឹងវាថាយើងជិះ7000គីឡូហ្នឹងយើងចំណាយពេលប្រមាណម៉ោងចឹងដើម្បីមកកន្លែងកុងទ័រមួយហ្នឹងបងជួយចុចកន្លែង trade 3 menu ហ្នឹងមួយមកហើយបន្ទាប់មកបើសិនជាបងនៅ setting បងជួយគវាពាក្យ OK មកខមទៀតហើយរកកន្លែងបងដល់កន្លែង trip offshore ហ្នឹងហើយបងជួយចុចពាក្យ OK ហើយបន្ទាប់មកបងជួយដល់កន្លែង trip ទី1បងជួយចុចពាក្យ OK មួយទៀតអញ្ចឹងវាមកទីតាំង trip ទី1របស់យើងអញ្ចឹងបើយើងចង់ផ្លាស់ប្ដូរកុងទ័រនឹងទៀតបងអាចគវា OK មកខមមកយើងអាចមើល trip ទី2ហើយយើងគវាមកខមមកយើងមើលកន្លែង fuel economy ហ្នឹងហើយទៀតបងចង់ផ្លាស់ប្ដូរទៀតបងគវាមកខមមួយទៀតមកយើងមើលមកក្នុងឡានអីខាងក្រោយមានអ្នកអង្គុយអញ្ចឹងបងតើតើនឹងខ្សែក្រវ៉ាត់ហើយបងគវាមកខមទៀតមកតើតើនឹង music អញ្ចឹងសម្រាប់ការកំណត់កុងទ័រថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងសូមអរគុណដល់អតិថិជន Ford ទាំងអស់គ្នា